lấy tới sầm mót an o sầm mót bay giang rất mót viên o bay giang hiệp họ cha bay giang đây mà sầm mót nó hiệp họ cha bay giang đây form về bên này chúng ta mới đặt lấy đập muối form phi rồi cuốn nó cũng có phi rồi đập rồi muối hiệp họ cha bay giang đây mà sầm mót muối mà sầm mót miền tùng điệp chỉ lồng đắp miền chấm riêu chỉ lồng đắp ý màสมมติមានទឹកតាំងនៅនឹងជាធម្មតាមិនឡើងមិនចូលពោះច្រាំងបានទេ3មហាសមុទ្រមិនដែលមានសាកសពនៅរួមបានទេបើមានសាកសពស្លាប់ណាក្នុងមហាសមុទ្ររលកតែងបន្សិតសាកសពនោះទៅរកច្រាំងហាត់ឡើងទៅលើគោកមួយរំពេច4ទន្លេធំធំដូចជាទន្លេកុងគាយមុនីអាចរៈបតីសារៈភូមហីកាលបើហូរចូលទៅដល់មហាសមុទ្រហើយតែងលះបង់ប្រកូលរបស់ខ្លួនហើយហៅថាសមុទ្រតែម្ដងទឹកសមុទ្រមានមិនប្រកបជាស្រកឬពេញដោយទន្លេនិងទឹកភ្លៀងដែលធ្លាក់ពីលើអាកាសឡើយ6មហាសមុទ្រតែងមានរសតែម្យ៉ាងគឺប្រៃមហាសមុទ្រមានរតនៈច្រើនយ៉ាងដូចជាកែវមុក្តាកែវមณีកែវពិទូសាំងសិលាកែវប្រពៀតលាក់ប្រាក់មាសកែវក្រហមត្បូងទទឹមនិងកែវមរកត8មហាសមុទ្រជាទីនៅអាស្រ័យនៃសត្វធំធំទាំងឡាយជាច្រើនរីឯភាពអស្ចារ្យដែលគួរឲ្យត្រេកអរក្នុងធម្មវិន័យក៏មាន8ដែរគឺ1ក្នុងធម្មវិន័យមានការសិក្សាដោយលំដាប់មានកិច្ចដោយលំដាប់មានសេចក្តីប្រតិបត្តិដោយលំដាប់មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្ដងទេ2ក្នុងធម្មវិន័យមានសិក្ខាបទដែលព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិដល់សាវកទាំងឡាយហើយពួកសាវកនៃព្រះសម្មាសម្ពុទ្ធសូម្បីហេតុដល់ជីវិតក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះឡើយ3អ្នកទ្រុសិលមានធម៌អាក្រក់មានវិញ្ញាណមិនល្អគួរឲ្យគេរង្គៀសមានអំពើអាក្រក់បាត់បាំងទុកមិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្អុយក្នុងមានចិត្តជោគដោយរាគៈខ្វាក់ដោយសម្រាមសង់នៅរួមជាមួយនឹងបុគ្គលនោះមិនបានសង់ប្រជុំគ្នានាំយកបុគ្គលនោះចេញមួយរំពេចបើទុកជាអង្គុយនៅក្នុងកណ្ដាលភិក្ខុសង្ឃពិតមែនបុគ្គលនោះក៏ឈ្មោះថានៅឆ្ងាយពីសង្ឃចំណែកសង្ឃក៏ឈ្មោះថានៅឆ្ងាយពីបុគ្គលនោះ4វណ្ណៈទាំង4គឺខត្តយៈស្ដេចព្រាហ្មណ៍អ្នកចេះដឹងវេស្សៈអ្នកចំនួនសត្យអ្នកទៀបក្រដែលចាកចេញផ្ទះមកបួសក្នុងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធសម្ដែងហើយតែងលះបង់នាមនិងកូនដើមរបស់ខ្លួនហើយដល់នៅកិរិយារាប់បញ្ចូលថាជាសមណៈសស្យៈបុត្រតែម្យ៉ាង5បើទោះជាភិក្ខុច្រើនរូបបរិនិព្វានដោយអនុស្បាតិសេសនិព្វានធាតុនិងនិព្វានធាតុមិនប្រកាសថាច្បាស់ឬពេញដោយភិក្ខុទាំងឡាយទាំងនោះឡើយ6ធម៌វិន័យនេះមានរសតែម្យ៉ាងគឺវិមុតតរស7ធម៌វិន័យនេះមានរតនៈច្រើនយ៉ាងគឺសតិប្បដ្ឋាន4សមិត្តប្បទាម4អតិបាតធម៌4វលៈអតិបាតធម៌5វលៈ5ពោចង្ខៈ7និងមគ្គប្រកបដោយអង្គ8វិន័យនេះជាទីនៅនៃបុគ្គលធំជាច្រើនគឺសតតបណ្ឌបុគ្គលនិងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីចាក់ច្បាស់នៅសតតាបត្តិផលសក្តិគិមគ្គនិងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីចាក់ច្បាស់នៅសក្តិគិមផលអនាគិមិមគ្គនិងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីចាក់ច្បាស់នៅអនាគិមិផលអរហន្តនិងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីចាក់ច្បាស់នៅអរហត្តផលពួកភិក្ខុតែងរីករាយក្នុងធម៌វិន័យដោយហេតុ8យ៉ាងនេះដែរជម្រាបលា